នេះជារឿងមួយដែលយុវវ័យទាំងអស់គួរតែស្ដាប់ហើយយកទៅអនុវត្តទាំងអស់គ្នាពួកយុវវ័យមួយក្រុមហ្នឹងគាត់បាននាំគ្នាទៅបោះតង់លើភ្នំអរ៉ាល់រួចហើយគាត់បានយកសាច់មាន់អីជាដើមហ្នឹងដើម្បីសម្លាប់នៅលើភ្នំហ្នឹងហើយយកធ្វើជាម្ហូបអាហារគាត់បានលាងជះឈាមអីឬក៏លាងសម្អាតមាន់ហ្នឹងហើយជះឈាមហ្នឹងទៅជាប់នៅលើស្លឹកឈើទៅកពុបនៅដីពេលដែលកពុបអញ្ចឹងហើយញាតិញោមយប់ឡើងហ្នឹងគឺថាពួកអមនុស្សគេមកលងបន្លាចហ្នឹងគឺថាមកកន្លែងដែលគេចាក់ឈាមចាក់អីចោលហ្នឹងទៅលិតទៅអីកន្លែងហ្នឹងដល់ពេលអញ្ចឹងក៏លឺសម្រាប់ក្រុមយុវវ័យហ្នឹងលឺសម្រាប់ជើងចេញមកក្រៅតែមានឃើញអីតែឃើញតែអង្គើស្លឹកឈើអញ្ចឹងណាចេញមកឃើញអីអញ្ចឹងទៅក៏ចូលទៅវិញដល់ពេលមកសន្ទុះទៀតលឺទៀតដែរដល់ពេលលឺទៀតអញ្ចឹងទៅក៏ថាដាស់គ្នាយើងមកចាំដេកទេដោយសារខ្លាចមានណាគេទៅប៉ុនប៉ងធ្វើបាបអញ្ចឹងណាឬមួយក៏មានសត្វអីដែលមកប៉ុនប៉ងអញ្ចឹងទៅអញ្ចឹងសូមយុវវ័យទាំងអស់ពេលដែលទៅបោះតង់សូមមេត្តាកុំយកសត្វទៅសម្លាប់តាមព្រះពុទ្ធសាសនាគឺថាការសម្លាប់សត្វនេះដាំពួយអាយុខ្លីពេលទៅបោះតង់ត្រូវតែថ្វាយបង្គំសុំម្ចាស់ទឹកម្ចាស់ដីគេសម្រាប់ផងពូដើម្បីយើងការពារកុំឲ្យមានពួកដែលថែរក្សានៅតាមដើមឈើតាមព្រៃព្រឹក្សាហ្នឹងគេមកធ្វើបាបយើងព្រោះគេមើលយើងឃើញគ្រប់ពេលគ្រប់វិនាទីទាំងអស់អត់តែយើងទេមើលគេមិនឃើញអានេះជារឿងមួយគួរឲ្យយុវវ័យទាំងអស់ដែលជាអ្នកប្រាថ្នាទៅបោះតង់គួរតែកុំធ្វើរឿងបែបហ្នឹងគឺថាវាអាចនាំគ្រោះថ្នាក់ដល់យើងណាហើយមកយប់ហ្នឹងគឺថាគាត់មិនបានសម្រាកទេដោយសារតែគាត់គេមកបន្លាចរហូតចឹងណាមកយប់បោះព្រឹកពេលយើងទៅដល់យើងថ្វាយបង្គំសុំគេសុំលើកដៃបំណំថ្វាយបង្គំសុំបើថាយើងចេះសូត្រធម៌ថ្វាយបង្គំព្រះយើងថ្វាយបង្គំព្រះទៅដើម្បីសុំសេចក្តីសុខហើយរំលឹកដល់គុណមេដាបេដាអីជាដើមហ្នឹងទៅរឿងនេះគឺថាយុវវ័យត្រូវតែម្ដងស្ដាប់ហើយគឺថាយកទៅអនុវត្តតែម្ដងដោយសារតែសម័យនេះញាតិញោមប្រាថ្នាទៅបោះតង់ច្រើនណាស់ពូហើយសូមយកទៅអនុវត្តទាំងអស់គ្នាវីដេអូក្រោយនិយាយអំពីរឿងកុមារាម្នាក់ធ្លុះខួរដោយសារតែដៃធ្លាក់ចំ